ពីមុនអត់ទាន់មានឆ្នាំមើលកុំព្យូទ័រហ្នឹងគឺពិបាកក្នុងការសិក្សាហើយខ្លាំងមែនទែនបន្ទាប់ពីយើងទទួលបាននៅមជ្ឈមណ្ឌលហ្នឹងមកពួកយើងអាចធ្វើការដូចជា research នៅព័ត៌មានផ្សេងជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះស្រីវលៈមកពីវិទ្យាល័យហ៊ុនសែនមួយមិថុនាថ្នាក់ទី12នៃថ្នាក់វិទ្យាសាស្ត្រសង្គមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះហ៊ុនសុខរាជជាសិស្សនៅវិទ្យាល័យហ៊ុនសែនមួយមិថុនាថ្នាក់វិទ្យាសាស្ត្រពិតជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះអងអង្គារ៉ាគឺជាគ្រូឯកទេសគីមីវិទ្យានៅវិទ្យាល័យហ៊ុនសែនមួយមិថុនាហើយបច្ចុប្បន្ននេះខ្ញុំក៏មានមុខនីតិបន្ថែមទៀតតទៅជាមួយនឹងជាអ្នកសម្របសម្រួលនៅក្នុងបន្ទប់កុំព្យូទ័រថ្មីក្រោមការឧបត្ថម្ភពីក្រសួងប្រៃសណីការពីមុនពួកយើងអត់សូវទទួលបាននៅចំណេះដឹងច្រើនដូចជាការ research ពីទូរស័ព្ទឬក៏សភៅហើយបន្ទាប់ពីយើងទទួលបាននៅមជ្ឈមណ្ឌលហ្នឹងមកពួកយើងអាចធ្វើការដូចជា research នៅព័ត៌មានផ្សេងហើយមួយវិញទៀតគឺយើងចំណាញ់ថងពេលវេលាហើយនឹងទីកន្លែងយើងអាចមើលចឹងទៅមានដូចជាអ៊ីនធឺណិតមានការយកចិត្តទុកដាក់ពីគ្រូមួយទៀតយើងអត់ចំណាយនៅថវិកាក្នុងការចំណាយដូចជាទៅកន្លែងកាហ្វេឬក៏ទៅកន្លែងអ៊ីនធឺណិតអីផ្សេងទៀតបើនិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់បើធៀបរវាងមុនហើយនឹងក្រោយមានបន្ទប់កុំព្យូទ័រនេះយើងឃើញថាការសិក្សារបស់កូនសិស្សគាត់មានការវិវត្តកើនឡើងតើទៅមួយចំណុចទី1តើទៅមួយការប្រើប្រាស់បច្ចេកវិទ្យាមុនពេលដែលមានបច្ចេកវិទ្យាឬក៏បន្ទប់ពិសោធន៍នេះចូលមកដល់កូនសិស្សគាត់អត់អាចទាំងសំបីតែការប្រើប្រាស់កុំព្យូទ័រអត់ដឹងថាត្រូវបានកន្លែងណាទេយើងអាចនិយាយបានថាអញ្ចឹងប៉ុន្តែក្រោយពីមានបន្ទប់កុំព្យូទ័រនេះមកក្រោយពីទទួលបានការបណ្ដុះបណ្ដាលពីគ្រូយើងដែលគាត់មានបទពិសោធន៍ជាមួយនឹងការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាទាំងអស់នេះឃើញថាកូនសិស្សយើងអាចវិវត្តខ្លួនបានលឿនជាងមុនទី1គឺគាត់អាចស្វ័យសិក្សាដោយខ្លួនឯងបាននៅក្នុងបន្ទប់កុំព្យូទ័រទី2គាត់អាចធ្វើជា slide បទបង្ហាញការងារក្រុមមួយចំនួនរបស់គាត់នៅក្នុងបន្ទប់កុំព្យូទ័រនេះផងដែរក្រៅពីនេះទៀតក៏គាត់អាចសិក្សាស្វែងយល់ពីមេរៀនណាមួយតាមរយៈវីដេអូផ្សេងៗដែលផ្ដល់តាមក្រសួងអប់រំរៀងរាល់នៅថ្ងៃអាទិត្យនេះគាត់គឺចង់បាននៅសម្ភារៈប្រើប្រាស់ដូចជាកុំព្យូទ័រផ្ទាល់ខ្លួនដោយសារតែខ្ញុំជាអ្នកវិទ្យាសាស្ត្រពិតអញ្ចឹងត្រូវការស្រាវជ្រាវអញ្ចឹងបើសិនជាខ្ញុំមានវិជ្ជាមើលនេះហើយមិនចាំបាច់រៀនក៏បានយើងអាចមក research ពេលណាក៏បានដែរតាមវិធីចង់កុំព្យូទ័រនេះដែរមានកុំព្យូទ័រមកមួយសម្រាប់សិស្សម្នាក់មានដូចជាភ្លើង Wi-Fi ក៏ដូចជាលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ដូច្នេះហើយសម្រាប់ការបើសិក្សានេះយើងយកតែចាត់នឹងកាយសម្រាប់មកត្រៀមក្នុងការក្រែបយកចំណេះដឹងហើយនៅខែក្តៅចឹងអត់ចាំបាច់ភ័យក្តៅទេព្រោះអីមានបន្ទប់សិនជាលយហ្មង